សួស្តីអ្នកក៏និយមគ្រប់គ្រងកបៈទាំងអស់គ្នាដែលនិយមចូលចិត្តមើលរឿងកម្រកម្ពុជាការទាំងអស់គ្នាមាននឹងមកបន្តសេរីរបស់យើងក្នុងឆាតថាមួយនេះផងដែរស្ដេចបិសាចទាំងនោះពិតជាខឹងសម្បាខ្លាំងមែនទែនព្រោះថាពួកគេខ្វះតែមួយជំហានទៀតប៉ុណ្ណោះគឺអាចឡើងទៅការអាចារ្យអមតៈបានហើយប៉ុន្តែមនុស្សស្មានថាបានជប់ទៅការបារម្ភម្នាក់នេះទេយេហ្វងពេលនេះពិតជារភើបខ្លាំងមែនទែនព្រមទាំងនិយាយថាឆាប់ស្រ័យភ្លាមទៅយើងពិតជាចូលចិត្តវាខ្លាំងណាស់ស្ដេចបិសាចទាំងនោះក៏បាននិយាយថាថ្ងៃនេះយើងនឹងឲ្យឯងទៅជាអំណែកតែយកអសល់អីពួកគេមិនអាចកម្រើកខ្លួនបានទេមិនដឹងអំពីមូលហេតុឡើយឃើញអាការល្អបែបនេះយេហ្វងក៏បានទាញដំបងមួយពីសម្ពងក្បាលស្ដេចបិសាចទាំងនោះតែម្ដងទៅខ្លាំងបន្ទាប់ទៀតគេក៏និយាយអំពីអាណាចក្រអមតៈដែលគឺជាអាណាចក្រមួយសម្បូរទៅដោយថាមពលវិញ្ញាណហើយវាក៏ជាទីកន្លែងមួយដែលអ្នកវឹកហាត់ទាំងអស់បងប្រាថ្នាចង់មកផងដែរនៅទីនោះគេបែងចែកកម្រិតដូចខាងក្រោមមានដូចជាអមតៈធម្មតាអមតៈផែនដីអមតៈឋានសួគ៌ស្ដេចអមតៈអធិរាជអមតៈចុងក្រោយគឺជាអមតៈដ៏បរិសុទ្ធខ្លាំងបន្ទាប់ទៀតក៏បង្ហាញអំពីវិមានមួយដែលបារម្ភម្នាក់កំពុងតែឲ្យចំណីទៅកាន់សាច់ចិញ្ចឹមរបស់ខ្លួនដែលគេមានឈ្មោះថាយូហ្វៃកម្រិតរបស់គេស្ថិតក្នុងកម្រិតអមតៈផែនដីចំណែកឯបារម្ភម្នាក់នោះវិញក៏មានឈ្មោះថាស៊ូសៀនជុនដែលកម្រិតរបស់គាត់ស្ថិតក្នុងកម្រិតស្ដេចអមតៈរហស្សនាមស្ដេចគុជប៊ីតងស្រាប់តែពេលនោះបារម្ភម្នាក់ក៏មករាយការណ៍ថាស្ដេចដ៏អស្ចារ្យយើងបានរកឃើញមនុស្សដែលមកពីអាណាចក្រខាងក្រោមដែលពួកគេមកពីទ្វីបសៀនជាងដែលឮថាមនុស្សមកពីទ្វីបសៀនជាងស៊ូសៀនជុនពិតជាមានការព្យាបាលខ្លាំងមែនទែនព្រោះបើតាមគេចាំកាលពី1លានឆ្នាំមុនគេបានប្រើប្រាស់សៀលការពារបត្រាទៅកាន់ទ្វីបសៀនជាងនឹងមិនឲ្យមនុស្សនៅទីនោះឡើងមកកាន់អាណាចក្រអមតៈឡើយតែហេតុអីបានជាពេលនេះគេនៅតែអាចឡើងមកបានបរិមម្នាក់នោះក៏បានប្រាប់ទៅថាបើតាមព័ត៌មាននាពេលថ្មីនេះគឺមានបរិដ៏ខ្លាំងម្នាក់បានលេចឡើងនៅក្នុងទ្វីបសៀនជាងហើយគេក៏បានបំបីសៀលរបស់អ្នកបាត់ទៅហើយលើបែបនេះស៊ូសៀនជុននៅតែមានការងឿងឆ្ងល់ព្រោះថាសៀលរបស់គេនឹងមិនងាយមានអាណាម្នាក់អាចបំបីបាននោះទេបើទោះបីជាគេនឹងជាអមតៈឋានសួគ៌ក៏ដោយវាពិតជាមិនអាចត្រួតនោះទេក្នុងការបំបីទៅកាន់សៀលមួយនោះនិយាយរួចក៏លេចទៅមើលយូហ្វៃក៏បានដឹងអំពីអ្វីដែលគេត្រូវធ្វើផងដែរព្រមទាំងនិយាយថាលោកម្ចាស់កុំរំឯកខ្ញុំត្រឡប់មកវិញជាមួយនឹងព័ត៌មាននិយាយរួចក៏បានចាយចេញទៅការធ្វើអំណើតរបស់យូហ្វៃនេះពិតជាគួរព្យាបាលខ្លាំងមែនទែនឆ្លងកាត់ពីលំហមួយទៅកាន់លំហមួយទៀតខណៈពេលដែលប្រូពុញអ្នកកំពុងតែនិយាយគ្នាអំពីការឡើងមកកាន់អាណាចក្រអមតៈមួយនេះនោះក៏ត្រូវបានយូហ្វៃនឹងសម្លាប់ចោលបាត់ទៅបន្ទាប់ពីធ្វើអំណើតយ៉ាងយូរត្រឹមតែមួយផ្លែយូហ្វៃក៏បានមកដល់ទ្វីបសៀនជាងគេក៏បាននិយាយថានៅទីនេះពិតជាខ្សោយថាពលវិញ្ញាណខ្លាំងណាស់សូម្បីតែបិសាចមួយនេះក៏មានការងឿងឆ្ងល់ចំពោះវត្តមានរបស់យូហ្វៃដែរយូហ្វៃក៏ស្រែកខ្លាំងថាតើពួកឯងខ្លាំងចាប់បង្ហាញយើងមកគ្រាន់តែសម្លេងស្រែករបស់គេនេះពិតជាលឺខ្លាំងមែនទែនពួកឯបិសាចទាំងអស់ក្នុងព្រៃមួយនេះមានការឈឺក្បាលខ្លាំងមែនទែនយេហ្វងដែលកំពុងតែដេកនឹងក៏បានភ្ញាក់ឡើងដោយសារតែសម្លេងស្រែកមួយនេះដោយសារតែมันអាចទ្រាំទ្រទៀតបានបិសាចមួយចំនួនក៏ត្រូវបានផ្ទុះក្បាលស្លាប់ភ្លាមតែម្ដងយេហ្វងនិយាយទាំងខឹងថាតើឯងតនេខ្លាំងណាស់មែនទេបានជាឯងស្រែកពេញព្រៃអញ្ចឹងពិតជាធ្វើយើងនឹងខឹងខ្លាំងមែនទែនទាញព្រួយរួចជាស្រែកក្នុងការបាញ់ទៅយូហ្វៃក៏និយាយមើលងាយថាពួកឯងពិតជាអន់ខ្លាំងណាស់ដែលមិនអាចទប់ទល់សម្បីតែសម្លេងស្រែករបស់យើងស្រាប់តែពេលនោះព្រួយមួយក៏បានហោះមកគេក៏បានឆ្ងល់ប៉ុន្តែឆ្ងល់មិនទាន់អស់ចិត្តទេព្រួយនោះក៏បានទម្លុះរាងកាយរបស់គេបាត់ទៅ